បងប្អូនแอปមួយនេះអាចតាមដានដៃគូរបស់យើងមិនថានៅកន្លែងណាក្លុកក្លៀតណាក៏អាចតាមដានរកឃើញបានដូចគ្នាអូខេវីដេអូមួយនេះដូចជាវីដេអូដឹងថាវីដេអូមានប្រយោជន៍ឬក៏វីដេអូត្រូវនឹងស្អីគេបាទប៉ុន្តែចំពោះ app មួយនេះគឺគិតថាវាមានប្រយោជន៍ល្អខ្លាំងមែនតើសម្រាប់បងដែលចង់តាមដានដៃគូរបស់យើងដូចជាកូនរបស់យើងគ្រួសាររបស់យើងអីចឹងទៅឧទាហរណ៍កូនរបស់យើងទៅរៀនអញ្ចឹងណាអញ្ចឹងបងប្អូនចង់តាមដានគាត់ដោយមិនចាំបាច់ខលទៅសួរបងប្អូនគ្រាន់មើលតាម live location ទៅគឺដឹងថាកូនរបស់យើងនៅកន្លែងណាតែម្ដងជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំស្មីថ្ងៃនេះវីដេអូមួយនេះគឺមកចង់ចែកម្លែកតាក់ទងជាមួយនឹង app មួយដែលវាមានអត្ថប្រយោជន៍ច្រើនមែនតើហើយក៏វាគ្រោះថ្នាក់ផងដែរបើសិនជាយើងប្រើទៅខុសក្នុងផ្លូវមិនត្រូវបាទអញ្ចឹងខ្ញុំសូមនិយាយពីអត្ថប្រយោជន៍ចំពោះ app នឹងបន្តិចជំរឿនទី1តកតងជាមួយនឹង real time location បែរថានៅពេលដែលយើងបង្កើតក្រុមជាមួយនឹងក្រុមគ្រួសាររបស់យើងឬក៏ដៃគូរបស់យើងអីចឹងទៅអញ្ចឹងនៅពេលដែលគាត់ទៅដល់ណាអីចឹងទៅវា live location ឲ្យយើងហ្មងយើងអាចមើលដឹងថាគាត់នៅកន្លែងណាយើងអាចមើលដឹងថ្មទូរស័ព្ទនៅប្រមាណភាគរយហើយអ្វីដែលល្អខ្លាំងនោះគឺសម្រាប់ម៉ាក់ដែលចង់តាមដានថាកូនរបស់យើងនៅសាលាឬក៏នៅកន្លែងណាផ្សេងអីគឺត្រូវមែនតើចំពោះ app មួយហ្នឹងហើយចំពោះទី2វិញឥឡូវខ្ញុំសុំមើលហ្មងទៅស្រួលបាទអត់ចាំអូខេហើយចំណុចទី2វិញគឺសុវត្ថិភាពនៅពេលបើកបរអូខេអញ្ចឹងនៅពេលបើកបរលើល្បឿនកំណត់អីក៏វាប្រាប់យើងដែរហើយមួយទៀតប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរក៏វា alert ប្រាប់យើងដែរហើយចំណុចទី3វិញគឺតកតងជាមួយនឹងគ្រោះថ្នាក់អីផ្សេងចំណុចទី1គឺវាអាចជូនដំណឹងសារទៅបន្តផ្ញើសារនឹងទីតាំងទៅកាន់សមាជិករបស់យើងនៅក្នុង app មួយហ្នឹងបើណានៅក្នុង app មួយហ្នឹងគឺមានក្រុមមួយវាផ្ញើសារទៅភ្លាមអញ្ចឹងណាលក្ខណៈបែបហ្នឹងហើយជួយឲ្យមានការសង្គ្រោះបន្ទាន់បានលឿនចំណុចទី4គឺជូនដំណឹងតាមរយៈទីកន្លែងបែរថានៅពេលបងប្អូនទៅដល់កន្លែងណាគឺវា load notification នៅក្នុងតំបន់មួយហ្នឹងអញ្ចឹងទៅព្រោះបងប្អូនចូលទៅផ្ទះសំណាក់មួយនេះដែលវាមាននៅលើ map គឺវា load notification ប្រាប់យើងតែម្ដងហើយចំណុចទី5បាត់ទូរស័ព្ទដៃចឹងបានថានៅពេលបាត់ទូរស័ព្ទដៃក៏ត្រូវដែរចតងជាមួយនឹង app មួយហ្នឹងតែតងជាមួយនឹងអត្ថប្រយោជន៍គឺខ្ញុំបានប្រាប់នៅក្នុងវីដេអូហ្នឹងហើយក៏វាមានប្រមាណចំណុចទៀតដែរប៉ុន្តែខ្ញុំខ្ជិលអានបងប្អូនអាចយកតែប៉ុណ្្នឹងទៅគឺវាថាល្អពេកប៉ុណ្ណឹងហើយ app មួយហ្នឹងមានឈ្មោះថា Live 360ចឹងខ្ញុំដាក់ screenshot នៅលើហ្នឹងបងប្អូនអាច download បាននៅលើ Play Store និង App Store ចឹងនៅពេលបងប្អូនចូលទៅប្រើប្រាស់គឺវាត្រូវការ account Gmail របស់យើងអីចឹងណាអញ្ចឹងចំពោះវិធីប្រើប្រាស់វិធីអីបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូ tutorial បន្ទាប់ទៀតអាច comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងព្រោះខ្ញុំនឹងធ្វើវីដេអូ part 2បើសិនដាក់វីដេអូមួយនេះគឺវាវែងច្រើនខ្លាំងពេកខ្លាចធ្វើវែងទៅបងប្អូនអត់មើលដល់ចប់អញ្ចឹងបងប្អូនអាចសារទៅ download ប្រើប្រាស់ខ្លួនឯងសិនទៅបើសិនជាអត់ទាន់ច្បាស់អាច comment នៅខាងក្រោមវីដេអូមួយហ្នឹងគឺខ្ញុំនឹងប្រាប់នៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះ កុំភ្លេច follow and share វីដេអូមួយនេះប៉ុន្តែយកប្រើក្នុងផ្លូវល្អកុំយកប្រើក្នុងផ្លូវផ្សេង